ព័ត៌មានបន្តទៀតនេះគឺសភាពាណិជ្ជកម្មកម្ពុជាបានរៀបចំនៅវេទិកាធុរកិច្ចនិងនវានុវត្តន៍2025នៅក្នុងគោលបំណងគឺជំរុញការលើកកម្ពស់ភាពច្នៃប្រឌិតនិងនវានុវត្តន៍នៅក្នុងវិស័យធុរកិច្ចសភាពាណិជ្ជកម្មកម្ពុជានៅរសៀលថ្ងៃទី2ខែកក្កដានេះបានរៀបចំវេទិកាធុរកិច្ចនិងនវានុវត្តន៍2025នៅក្នុងគោលបំណងជំរុញការលើកកម្ពស់ភាពច្នៃប្រឌិតនិងនវានុវត្តន៍នៅក្នុងវិស័យធុរកិច្ចដោយផ្ដល់ជាវេទិកាសម្រាប់ធុរជននិងអ្នកចូលរួមចែករំលែកនៅបទពិសោធន៍ឆ្វេងយល់ពីនិន្នាការថ្មីៗនៃបច្ចេកវិទ្យាទំនើបដែលអាចអនុវត្តបានសម្រាប់ការផ្លាស់ប្ដូរនិងអភិវឌ្ឍអាជីវកម្មរបស់ខ្លួនតាមរយៈការស្ដាប់នៅបទពិសោធន៍ចក្ខុវិស័យនិងទស្សនៈទានរបស់វាគ្មិនល្បីៗដែលបានអញ្ជើញមកពីវិស័យនានាក្រៅប្រធានបទតួនាទីអ្នកដឹកនាំនៅក្នុងការជំរុញនវានុវត្តភាពនិងផ្លាស់ប្ដូរការធ្វើធុរកិច្ចពិធីបើកនៅវេទិកាធុរកិច្ចនិងនវានុវត្តន៍2025នេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់អ្នកអង្គការគិតមេងដែលជាប្រធានសភាពាណិជ្ជកម្មកម្ពុជានិងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជានិងការចូលរួមជាវាគ្មិនកិត្តិយសពីសំណាក់ឯកឧត្តមបណ្ឌិតមុងរិទ្ធីដែលជាប្រធានគណៈកម្មការទី3នៃព្រឹទ្ធសភាជាស្ថាបនិកនិងជាអគ្គនាយកនៃក្រុមហ៊ុនមុងរិទ្ធីគ្រប់អង្គការលឹមសុជាតិដែលជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាក៏បានថ្លែងឲ្យដឹងផងដែរថាសម្រាប់វេទិកាមួយនេះគឺផ្ដល់ឲ្យអ្នកចូលរួមទាំងអស់បានឆ្វេងយល់ពីបទពិសោធន៍កត្តាប្រឈមនិងភាពជោគជ័យនៃការធ្វើធុរកិច្ចនៅក្នុងវិស័យកសិកម្មក្រោមប្រធានបទការប្រែក្លាយកសិកម្មបែបប្រពៃណីទៅជាកសិកម្មបែបទំនើបដែលជាបទបទកថាចែករំលែកដោយវាគ្មិនកិត្តិយសគឺឯកឧត្តមបណ្ឌិតមុងរិទ្ធីដែលមានបទពិសោធន៍យូរឆ្នាំនិងធ្លាប់បានឆ្លងកាត់ការលំបាកគ្រប់ដំណាក់កាលពីការចាប់ផ្ដើមអាជីវកម្មដំបូងរហូតទទួលបាននូវជោគជ័យគួរជាទីមោទនភាពនាពេលនេះបន្ថែមពីនេះនៅក្នុងពិធីបើកនៅវេទិកាអ្នកអង្គការគិតមេងក៏បានផ្ដល់នៅអនុសាសន៍ផ្ដាំផ្ញើទៅដល់ធុរជនវិនិយោគិនព្រមទាំងថ្នាក់ដឹកនាំសមាជិកសមាជិកានៃសភាពាណិជ្ជកម្មកម្ពុជាក៏ដូចជាសភាពាណិជ្ជកម្មរាជធានីខេត្តនិងអ្នកចូលរួមទាំងអស់ដើម្បីជាផែនទីចង្អុលនៅផ្លូវសម្រាប់រៀបចំផែនការអាជីវកម្មនិងរួមចំណែកពង្រឹងនូវសេដ្ឋកិច្ចជាតិឲ្យឈានទៅដល់មួយកម្រិតផ្សេងទៀតស្របទៅតាមកម្មវិធីនយោបាយនិងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលអាណត្តិទី7ដែលមានសម្ដេចធិបតីហ៊ុនម៉ាណែតដែលជានាយករដ្ឋមន្ត្រីជាប្រមុខដឹកនាំអ្នកអង្គការប្រធានក៏បានលើកទឹកចិត្តឲ្យមានការចូលរួមទាំងអស់ឲ្យអ្នកចូលរួមទាំងអស់បញ្ចេញនៅមតិយោបល់ផ្លាស់ប្ដូរនៅបទពិសោធន៍ជាមួយនឹងវាគ្មិននៅក្នុងអំឡុងនៃកិច្ចពិភាក្សាដើម្បីភាពជោគជ័យលើកិច្ចការធុរកិច្ចនិងវិនិយោគរបស់ខ្លួនហើយទន្ទឹមនឹងនោះផងដែរអ្នកអង្គការគិតមេងក៏សង្ឃឹមយ៉ាងមុតមាត់ផងដែរថាវេទិកាធុរកិច្ចនិងនវានុវត្តន៍2025នេះនឹងដំណើរការទៅដោយរលូនដោយជោគជ័យនិងទទួលបាននូវលទ្ធផលជាផ្លែផ្កាសូមបញ្ជាក់ផងដែរថាវេទិកាមួយនេះគឺបានផ្ដោតទៅលើប្រធានបទការផ្លាស់ប្ដូរពីការធ្វើកសិកម្មតាមបែបប្រពៃណីទៅជាកសិកម្មកែច្នៃតាមបែបទំនើបដែលបានធ្វើបាឋកថាដោយវាគ្មិនកិត្តិយសគឺឯកឧត្តមអង្គការបណ្ឌិតមុងរិទ្ធីនឹងកិច្ចពិភាក្សាដោះស្រាយនៅបញ្ហាប្រឈមនានារបស់វាគ្មិននិងអ្នកសម្របសម្រួលកម្មវិធីមកពីវិស័យសាធារណៈនិងឯកជនទៅលើប្រធានបទស្ដីពីទូនីតិភាពជាអ្នកដឹកនាំនៅក្នុងការជំរុញនវានុវត្តភាពនិងការផ្លាស់ប្ដូរនៅក្នុងមុខជំនួញគឺជាកូនសោបើកទ្វារឆ្ពោះទៅកាន់យុគសម័យថ្មីមួយនៃការធ្វើជំនួញតាមបែបទំនើបមានភាពច្នៃប្រឌិតនវានុវត្តន៍និងប្រកបទៅដោយឧត្តមមានុវត្តភាព